ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែរថ្ងៃនេះដែរខ្ញុំបាទសុគាថ្ងៃនេះដែរខ្ញុំមានមុខម្ហូបខ្យងអប់ស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចសើចថ្ងៃនេះដែរខ្ញុំមកលេងស្រុកកណើតនៅខេត្តកំពង់ឆ្នាំងបងប្អូនថ្ងៃនេះដែរហើយខ្ញុំក៏ឃើញខ្យងបងគាត់រកបាននៅតាមស្រែអញ្ចឹងណាគាត់ដាក់ដៃដូចជាដាក់ស្បៃដាក់អីអញ្ចឹងហើយខ្ញុំក៏ឃើញរៀងល្អដែរក៏ខ្ញុំនឹកឃើញថាយកមកអប់ជាមួយនឹងស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចសើចហើយខ្យងនេះដែរមិនមែនជាខ្យងយើងខ្យងតាមបឹងអីទេបងប្អូនខ្យងនេះគឺខ្យងរបៀបដូចថាខ្យងកូនកាត់កូនអីចឹងណាវាមានលាយខ្យងកូនកាត់ឬក៏ហៅថាខ្យងបៃសាសនេះខ្ញុំចំហុយយាយរួចហើយឥឡូវខ្ញុំសាកភ្លុកសាមើលរសជាតិវានិយាយទៅឆ្ងាញ់បែបម្យ៉ាងដែរបងប្អូនវានិយាយទៅខ្យងនេះមិនមែនជាខ្យងបឹងខ្យងទន្លេទេតាមពិតខ្យងនេះគឺខ្យងបៃសាសប៉ុន្តែគាត់ថាគេហូបបានបងប្អូនខាងខ្ញុំនិយាយទៅសម្បូរណាបងប្អូនអើយខ្យងនេះយកតាណាអត់ទេប៉ុន្តែក៏ខ្ញុំយកមកដាក់អប់ជាមួយនឹងស្លឹកគ្រៃហើយស្លឹកក្រូចសើចនេះមានរសជាតិថាឆ្ងាញ់បែបម្យ៉ាងដែរបងប្អូននេះឥឡូវខ្ញុំកំពុងតែសាកមើលជាមួយទឹកជ្រលក់យើងជាមួយនឹងទឹកត្រីកោះកុងបន្ទាប់មកយើងក៏បាយជួបជុំគ្រួសារហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូ